ពេលនេះគឺក្រុមការងាររបស់យើងបានមកដល់ទីតាំងនេះចាតែខ្ញុំឆ្លងផ្លូវទៅរួចមើលផ្ទះម្ដងអរគុណពុកអរគុណមកអាចអើតមើលប៉ះខ្ញុំលើនេះចាចាណាឡានធំហ្នឹងមែនថតយកăn miên rồi món nữa. Họ đã rồi, cho mình 3 con 7. Long được không? Rồi 3 được con không? Mía này. Nó đi cho ông sao này. Sẽ đáp tới hiện ra rồi lấy bên mà chơi prap ở mặt hàng trong càng nhiều dân bên phong dân trua sầm rồi ở khang này bật chạy cái tế hàng này cứ ở cái này cứ lại trả cho lan một cái thon thống đã quạt đặt trạm bị lên nắng hai quạt bọc tạt lọc khỏi ta đập pe quạt bọc tất buôn cho cô ấp to nữa của ban chi mà bọc ở chung một mùi thông lụi văn đã kê tục nơ mộc nâng xả lá hay có đôi chiếc bọc bong klong thuê xả lá bắt thầm sắc xa băng trọ bay thợ bông to tại mà đó này cái lánh cát hai cái nè bên ní atom mình khơi qua tầm miền rồi ở khang lục pu sắm mặt cái mặc đa té hay ca chả cho nơi cái lánh cát hai có mơ tư té chả cho đây khỏi ta mơ tư hiện chỉnh ít bàn tay cái na lan nó cứ ở bậc hết lan thông đặt trạm bị lừa hát quạt thử bọt tạt lọc khỏi một tờ bóng nó quạt thua đầm na bị khang mình tí Perusi thời tới khang các bác nó tới quạt thử bọt tạt lọc khỏi tới khang Perusi với con của bọt buông cho con không ở bên trái cái tên năng ấy đang hát quạt chi mau ở dạng mạch bật hem tía đó nè chà ôi ở lan thông năng ấy ô là chi là khẽ ở con mặt hàng chi là khẽ con mặt hàng trái tôi bạn mơ khôngนี่คือลานได้บ้านชิโร่จะโกนบกนั่งระบองนั่งไอให้เอามันนี่ได้สักการะบ้านส่วนบินเดี๋ยวก็บ้านเคยขัดการน้ำโต๊ะกันแท้คือลักษณะจราจรนี่คืออัดบังกอมีนรอระบุเต้จากขวาตารองการโคชาระบองสลานะหลังแปรมองระบองสลาทมวักห้างแต่ก่อนชิมบกนั่นคือหลังแปรตายเหมือนดองจะให้ลานนั่นคือเก็บจวบชิมวยนระบองนั่งในในขังหมกหลังฮักกองหมกมองจ้ะละเลยลานbên đây là tùng trắng tích tiết xe đã tròi giặt phát nhắm tầm ơi đây trà lan đẹp lan đây ba chục phút lại đã cho nó cứ cả lấy xoay riêng bay á tôn pi 87 xoay riêng bay á tôn pi 87 lanประเภทthôn thum sạch đau cái ả châu chả sạch đau cái chạ năng ấy chả lư sầm lên sạ khả năng đây có phong tay này dây đây nó một cái phụ đặt ca giấy này tầng chân đang thay lư ban lư ở mò mà ai đập ban đây nó một cái chàng dân ở đây thay con lan đập chạm đất cả cứ đừng chạm đang quan nơi ở tây nam tây mà đào cái lạnh cá hai nó cứ khơi tà lan đang ai chàng chụp lưu bong chào
គុណស៊ីនួនចាគឺករណីគ្រោះថ្នាក់ចរាចរណ៍ឡានជ្រុលចកូនមកបុកនឹងរបងសាលានេះគឺស្ថិតនៅតាមបណ្ដោយផ្លូវ271នៅទល់មុខនឹងសាលាបឋមសិក្សានៃអង្គការមហាភក្តីហ៊ុននាងបឹងត្របែកត្បូងចាគឺបុករបងសាលានឹងផ្ទាល់តែម្ដងដែលបណ្ដាលឲ្យមានការខូចខាតទាំងរបងសាលាក៏ដូចជាខាងឡានផងដែរយើងអត់ដឹងថាតែកង់ឡានដឹកគ្រឿងចាក់ហ្នឹងគាត់ទៅណាបាត់ទេហើយក៏អត់ដឹងថាមានអ្នករងគ្រោះដែរឬមកក៏យ៉ាងណាតែមុននេះដែលបានសួរខាងអ្នកមីងដែលគាត់បានឃើញហេតុការណ៍នឹងផ្ទាល់ក៏ប្រាប់ថាអត់មានអ្នកគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេហើយមូលហេតុដែលបណ្ដាលឲ្យឡាននឹងគាត់ជិះមកបុករបងសាលានឹងពេញទំហឹងគឺដោយសារតែគាត់ត្រូវបកត្រឡប់ក្រោយចាផ្លាកសញ្ញាគាត់ត្រូវបកត្រឡប់ក្រោយតែដោយសារតែទំហំឡានប្រវែងឡានហ្នឹងគឺវាឆ្ងាយពេកហើយប្រហែលជាគាត់ស្ទើរបន្តិចណាបានបណ្ដាលឲ្យបុកអញ្ចឹងនឹងឯងចាឥឡូវនេះយើងឃើញថាទស្សនវិជ្ជានៅទីតាំងកន្លែងកើតហេតុនៅតាមបណ្ដោយផ្លូវ271ហ្នឹងគឺចរាចរណ៍ចាប់តាមមមាញឹកឯងគឺដោយសារតែកតុយឡានដែលបានមកបុកជាមួយនឹងរបងហ្នឹងគឺស៊ីអស់ពាក់កណ្ដាលផ្លូវហើយនៅសារតែពាក់កណ្ដាលផ្លូវទៀតដែលគេអាចនឹងធ្វើដំណើរចរាចរណ៍បានណាដល់ពេលអញ្ចឹងមកដល់កន្លែងហ្នឹងគឺរៀងចង្អៀតក៏ដូចជាអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងគឺគាត់ចង់ឃើញហេតុការណ៍ហ្នឹងគាត់ប្រអន់លបឿនម្នាក់បន្តិចអញ្ចឹងទៅធ្វើឲ្យស្ទះចរាចរណ៍តែឥឡូវនេះគឺអត់ទាន់ខ្លាំងទេហើយក៏ឃើញមានខាងលពូចាគាត់ពាក់ឯកសណ្ឋានដឹងថាគាត់សមត្ថកិច្ចអីតែដឹងថាសមត្ថកិច្ចផ្នែកអីណាគឺគាត់បានមកដល់កន្លែងកាត់ហេតុមករកកំពុងតែជួយសម្រួលចរាចរណ៍ផងដែរតើទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះចាអូនេះប៉ូលីសចរាចរណ៍មានប៉ូលីសតាចាលពូសមត្ថកិច្ចប៉ូលីសចរាចរណ៍អីក៏គាត់អញ្ជើញមកដល់អស់ដែរចាសំទោសផងប្រិមិត្តមុននឹងមើលអត់ឃើញបាំងមនុស្សច្រើនពេកតែឥឡូវឃើញលពូសមត្ថកិច្ចតាំងចរាចរណ៍តាំងនគរបាលអីហ្នឹងគឺគាត់បានមកដល់ទីតាំងកន្លែងកាត់ហេតុអស់ហើយកំពុងតែជួយសម្រួលនៅទីតាំងកន្លែងកាត់ហេតុនេះផងដែរចាចានេះគឺទស្សនវិជ្ជាឡានប្រិមិត្តឃើញហ្នឹងគឺឡានហ្នឹងជិះខុសផ្លូវធ្លាក់កង់ឡានមកមួយខាងតែម្ដងដែលបណ្ដាលឲ្យជិះមកបុកនឹងរបងសាលាបែបនេះណាដល់ខ្ទេចបងខ្ទេចរបងសាលាហ្នឹងមួយមកថតពីហ្នឹងទៅមិនទៅចិត្តពេកខ្លាចឡានប៉ះចាប់ប្រិមិត្តនោះគឺរបាំងចែកផ្លូវគឺមុនដំបូងហ្នឹងឡានហ្នឹងក៏ធ្វើដំណើរចេញពីខាងមន្ទីរប៉ារូស៊ីត្រូវឡើងទៅខាងក្បាលខ្នល់នៅតាមបណ្ដោយផ្លូវ271ហ្នឹងចាឆាត់ថតពីហ្នឹងហើយ271ហ្នឹងឯងចាហើយគាត់ធ្វើដំណើរមកអញ្ចឹងទៅគាត់ត្រូវបកត្រឡប់ក្រោយវិញដល់ពេលមកដល់កន្លែងផ្លូវបកហ្នឹងគឺតាមមើលទៅគាត់បញ្ញាប់បកពេកហើយឡានរបស់គាត់ហ្នឹងប្រវែងវាធំឡាននេះគឺប្រភេទធំដឹកគ្រឿងចាក់តែម្ដងដល់ពេលបត់ទៅទំហំផ្លូវទីតាំងដែលគាត់ត្រូវបត់ហ្នឹងគឺវាខ្លីជាងទំហំឡានរបស់គាត់ពេលអញ្ចឹងមានបត់មានការណាមានតែជ្រុលចកោទៅបុកជាមួយនឹងរបងសាលានឹងដែលបណ្ដាលឲ្យមានការខូចខាតទាំងឡាននិងរបងសាលាផងដែរចាសូមបញ្ជាក់ផងដែរថាខាងតកង់ឡានធំនេះគឺគាត់នៅកន្លែងការហែកកំពុងតែធ្វើការដោះស្រាយជាមួយខាងសាលានៅការសងសំណងអីផ្សេងឥឡូវគាត់កំពុងតែធ្វើការដោះស្រាយគ្នាដោយសន្តិវិធីផងដែរចាតើតើនៅហេតុការណ៍នេះ
អនុញ្ញាតបញ្ចប់ការឡាយត្រឹមតែប៉ុណ្ណឹងព្រោះឥឡូវនេះគឺខាងភាគីខាងឡានចាភាគីខាងឡានធំដែលបានចូលចកោទៅបុកជាមួយនឹងរបងសាលាពេញទំហឹងហ្នឹងដែលបណ្ដាលឲ្យមានការខូចខាតដោយនៅក្នុងវីដេអូឡាយដែលខាងក្រុមការងាររបស់យើងធ្វើការឡាយខាងប្រិមត្តដែលកំពុងតាមដានទស្សនាបានឃើញដែរគឺខាងរបងសាលាហ្នឹងខូចខាងផ្នែកដំបូលហើយនឹងមកចំហៀងនៃរបងសាលាហ្នឹងហើយឡានហ្នឹងគឺដើមហេតុដំបូងគឺដោយសារតែគាត់ត្រូវបត់ត្រឡប់ក្រោយវិញក៏ប៉ុន្តែដោយសារតែប្រវែងឡានហ្នឹងគឺវែងជាងផ្លូវឡើងចង់មួយទ្វេជា2ដល់ពេលអញ្ចឹងបាទបត់អត់ការទៅណាទៅបណ្ដាលឲ្យឡានហ្នឹងជ្រុលចកោទៅបុករបងសាលាធ្វើឲ្យមានការខូចខាតនឹងឯងហើយឥឡូវនេះគឺខាងវត្តមានរបស់លោកពូសមត្ថកិច្ចក៏គាត់អញ្ជើញមកដល់ទីតាំងកន្លែងកើតហេតុហើយខាងភាគីឡានដែលជាតកងឡាននិងអ្នករួមដំណើរក៏គាត់អត់រត់ទៅណាដែរក៏កំពុងតែរងចាំដោះស្រាយគ្នាជាមួយនឹងខាងភាគីសាលាផងដែរឥឡូវគេកំពុងតែធ្វើការដោះស្រាយគ្នាឯងបើសិនជាខាងក្រុមការងារទទួលបានព័ត៌មានបន្ថែមយ៉ាងណាក្រុមការងារនឹងធ្វើការ live ឲ្យខាងប្រិមត្តដែលកំពុងតាមដានទស្សនាបានជ្រាបជាបន្តទៀតអរគុណឥឡូវនេះសក្តានុសូមបញ្ចប់ការ live ត្រឹមតែប៉ុណ្ណេះសូមទោសរកកំហុសខុសឆ្គងនៅក្នុងការ live នេះផងដែរចាស់អរគុណជម្រាបលា